ចាសួស្តីបងប្អូនវីដេអូនេះខ្ញុំមកបង្ហាញពីសកម្មភាពកាត់អាវចឹងអាវនេះដែលខ្ញុំកាត់រួចរាល់ហើយធ្វើរបៀបកុំឲ្យដាច់ជើកុំឲ្យបាក់តបងប្អូនមើលវិធីនឹងមកអានេះអាវនេះខ្ញុំកាត់រួចរាល់បង្ហាញបងប្អូនចឹងផ្ទាំងមុខផ្ទាំងក្រោយខ្ញុំបង្ហាញបងប្អូនឥឡូវបងប្អូនមើលសកម្មភាពកាត់មកចឹងពុំដែលខ្ញុំកាត់រួចរាល់ហ្នឹងខ្ញុំយកមកដាក់ពីលើកណាត់ហើយដើម្បីចេញធ្នេដេណាបងប្អូនហើយរីកជើងក៏ខ្ញុំរីកលើกระดาษរួចរាល់ដែរចឹងអាវហ្នឹងអាវកជ្រុងកតុយត្រីណាបងប្អូនចាបងប្អូនហ្នឹងហើយដោយសារខ្ញុំបង្ហាញរបៀបកាត់ពុំកជ្រុងហ្នឹងខ្ញុំបង្ហាញតែហើយណាបងប្អូនតែហើយមួយវីដេអូមុនហ្នឹងហើយដល់ចឹងខ្ញុំបង្ហាញពីវិធីកាត់លើសាច់កណាត់ចេញធ្នេចឹងណាបងប្អូនលើកណាត់អញ្ចឹងយើងធ្វើរបៀប3កុំឲ្យយើងដាច់ជើបាក់តមិនត្រូវគ្នាណាបងប្អូនខ្លាចតទៅវាត្រូវជើអញ្ចឹងទៅយើងធ្វើវិធីហ្នឹងចំណេញជើហើយវាលឿនអញ្ចឹងបងប្អូនមើលតាមហ្នឹងមកអញ្ចឹងរីកជើងខ្ញុំរីកលើกระดาษរួចរាល់បានយកទៅដាក់លើកណាត់ហើយយើងកាត់អញ្ចឹងធ្នេទុកម្លេចកន្លះមកហើយដល់ក្រោមយើងភ្ជុលគ្នាហើយទៅកុំឲ្យពិបាកតអញ្ចឹងយើងគូធ្នេម្លេចកន្លះឲ្យត្រឹមត្រូវហើយដល់ពេលដេគឺត្រូវខ្លួនហ្មងណាបងប្អូនអត់បាច់ពិបាកទេចឹងបន្ទាប់ពីយើងកាត់ទាំងក្រោយរួចយើងមកធ្វើទាំងមុខចឹងទាំងមុខដូចគ្នាណាបងប្អូនមុខក្រោយគឺរបៀបកាត់ដូចតែគ្នាទេមុននឹងកាត់យើងចេញធ្នេម្លេចកន្លះគ្រប់ជំរាកដូចគ្នាចឹងធ្នេក្លៀកហ្នឹងគឺអត់មានទេមានតែធ្នេចំហៀងធ្នេកដាលអីចឹងទៅហើយធ្នេក្លៀកហ្នឹងគឺយើងបោកធ្នេនៅក្នុងនឹងរួចរាល់ហើយស្រេចចាបងប្អូននឹងឲ្យវិធីកាត់ងាយបងប្អូនមើលតាមហ្នឹងមកចឹងបងប្អូនមើលរៀងអាវដឹងហើយអាវនេះរៀងបងស្រីហ្នឹងគាត់កោមខ្នងទេបងប្អូនអញ្ចឹងវីដេអូដែលខ្ញុំកាត់សម្រាប់អាវអ្នកកោមហ្នឹងគឺខ្ញុំមានវីដេអូបង្ហាញបងប្អូននៅក្នុង YouTube ខ្ញុំហើយនេះខ្ញុំបានបង្ហាញទេដោយសារកជ្រុងខ្ញុំធ្វើញឹកដែរហើយដល់អញ្ចឹងខ្ញុំអត់ហ៊ានបង្ហាញទៀតគាត់ថាសម្រាប់ភ្ញៀវដែលគាត់កោមខ្នងកោងខ្នងវិធីកាត់ផ្សេងអញ្ចឹងបងប្អូនចង់ដឹងពីសកម្មភាពកាត់ច្បាស់លាស់បងប្អូនចូលទៅ YouTube ខ្ញុំទៅឈ្មោះឈុនចន្ទធូដូចគ្នាហ្នឹងហើយបងប្អូនចាឥឡូវវិធីកាត់ងាយរួចរាល់ជាការស្រេចទេមានបាក់ទេយើងនឹងទាំងមុខយើងចាំតែចម្លងធ្នេដេទៅរួចរាល់ចាឥឡូវវីដេអូដល់ទីបញ្ចប់ហើយអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូពីដើមដល់ចប់អរគុណជម្រាបលាអញ្ចឹងដល់សកម្មភាពដេរួចណាបងប្អូនខ្ញុំបង្ហាញទៅជូនបងប្អូនដោយសារឲ្យមើលជើយើងមិនបាច់ពិបាកតគឺជើធម្មតាហើយរាងស្អាតចាបងប្អូនចឹងអរគុណបងប្អូនជម្រាបលា